មកការមិនជឿកិច្ចការផ្ទៃក្នុងរបស់ផងគ្នានិងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះប្រទេសចិនបានក្លាយជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់បំផុតរបស់ប្រទេសកម្ពុជាដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការវិនិយោគយ៉ាងច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មការវិនិយោគលើវិស័យផ្សេងទៀតគំនិតផ្ដួចផ្ដើមក្រវ៉ាត់នឹងផ្លូវបានពង្រឹងភាពជាដៃគូនេះបន្ថែមដោយជួយសម្រួលដល់ការធ្វើទំនើបកម្មនៃបណ្ដាញដឹកជញ្ជូនថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ Digital ហើយថ្ងៃនេះយើងមានវាគ្មិនដែលជាតំណាងសហគ្រាសចិនដ៏សំខាន់ចំនួន3ដែលធ្វើការទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តថាមពលនិងការតភ្ជាប់គំនិតផ្ដួចផ្ដើមក្រវ៉ាត់បានពង្រីកវត្តមានរបស់តំណាងក្រុមហ៊ុនសំខាន់3របស់ចិនដែលកំពុងចូលរួមការរបស់យើងនៅពេលនេះនឹងបង្ហាញអំពីការចូលរួមវិភាគទានដ៏មានសារៈសំខាន់របស់ប្រទេសចិនក្នុងវិស័យខាងលើឯកឧត្តមលោកជំទាវអស់លោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិក្នុងឋានៈជាអ្នកសិក្សាស្រាវជ្រាវម្នាក់ខ្ញុំបានធ្វើកិច្ចការជាច្រើនជាមួយមិត្តភ័ក្តិចិនដើម្បីបបផែននៃលក្ខណៈពិសេសនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរខ្ញុំបានព្រួយផ្ដើមរៀបចំការកម្រិតខ្ពស់ទៅនឹងក្បាលកម្ពុជាចិនដែលបានរៀបចំដោយជោគជ័យចំនួន4ដងរួចមកហើយតាំងពីឆ្នាំ1900តាំងពីឆ្នាំ2019ដែលផ្ដល់ឱកាសឲ្យអ្នកស្រាវជ្រាវនៃប្រទេសយើងទាំងពីរក៏ដូចជាអ្នកស្រាវជ្រាវមកពីតំបន់បានចែករំលែកនូវទស្សនៈនិងលទ្ធផលស្រាវជ្រាវរបស់ខ្លួនអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជានិងចិននិងគំរូអភិបាលកិច្ចរដ្ឋសេដ្ឋកិច្ចសង្គមវិទ្យាសាស្ត្រនិងវប្បធម៌នៃប្រទេសយើងទាំងពីរកម្មវិធីបោះជំរំជនឆ្នើមអាស៊ានចិនក៏ត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរដ្ឋមន្ត្រីសភាកម្ពុជានិងសាកលវិទ្យាល័យ Henan Normal University ដែលជាការបើកឱកាសឲ្យយុវជនដែលជាអ្នកបន្តវេនក្នុងការស្វែងយល់គ្នាទៅវិញទៅមកដើម្បីពួនជ្រុំទំនាក់ទំនងល្អរវាងអាស៊ាននិងចិនទៅពេលអនាគតទន្ទឹមនឹងនោះខ្ញុំក៏បានចូលរួមព្រួយផ្ដើមបង្កើតយន្តការវេទិកានិងព្រឹត្តិការណ៍ជាច្រើនទៀតជាមួយនឹងមិត្តភ័ក្តិលើវិស័យនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌នីតិរដ្ឋប្រជាធិបតេយ្យបរិស្ថាននិងជាតិពន្ធុជាដើមសម្រាប់វេទិកាពិសេសថ្ងៃនេះវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិតសភាកម្ពុជាមានហេតុផលសំខាន់ពីរដែលយើងត្រូវរៀបចំវេទិកានៅថ្ងៃនេះឡើងក្នុងកម្រិតវិទ្យាសាស្ត្រដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនជាតិនិងអន្តរជាតិហេតុផលទី1ដូចយើងដឹងហើយថាក្នុងរយៈពេលជាង20ឆ្នាំចុងក្រោយនេះទំនាក់ទំនងរវាងកម្ពុជានិងចិនបានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរបានកសាងសហគមន៍ដែលមានវាសនារួមគ្នាកម្ពុជាចិនក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់និងស្តង់ដារខ្ពស់ប្រទេសចិនបានរួមវិភាគទានដ៏មានសារៈសំខាន់ក្នុងដំណើរការស្ដារកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញប្រទេសចិនជាប្រភពវិនិយោគទុនផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាហើយព្រឹកនេះខ្ញុំជឿជាក់ថាឯកឧត្តមហ៊ឿនសំនៀងដែលជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលោកនឹងបង្ហាញនៅទិន្នន័យនៃគម្រោងវិនិយោគរបស់ប្រទេសចិនមកកាន់កម្ពុជាហើយឯកឧត្តមសុកសុភ័ក្រដែលជារដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មលោកក៏នឹងបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាចិនប្រទេសចិនគឺជាប្រទេសយកផ្ទាល់ធំជាងគេនៅកម្ពុជាដែលផ្ដល់មូលនិធិយ៉ាងច្រើនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាពិសេសផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដែលជាផ្លូវល្បឿនលឿនទី1ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិនដែលចូលជាធរមាននៅឆ្នាំ2022បានបង្កើតលទ្ធភាពទីផ្សារយ៉ាងសំខាន់សម្រាប់ទំនិញកសិកម្ម
កម្ពុជានិងផលិតផលរបស់កម្ពុជាដែលបានជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែមានទំហំធំឡើងហើយខ្ញុំជឿជាក់ថាឯកឧត្តមសុខសុភ័ក្រលោកនឹងបង្ហាញទិន្នន័យតាក់ទងជាមួយនឹងលំហូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសយើងទាំងពីរគ្រាន់តែនៅឆ្នាំ2024ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានមើលឃើញកំណើនយ៉ាងច្រើនដែលបានបង្ហាញពីអត្ថប្រយោជន៍ជាក់ស្ដែងនៃការចូលរួមក្នុងវិស័យសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពគម្រោងធំៗជាច្រើនដូចជាផ្លូវលបឿនលឿនភ្នំពេញក្រុងព្រះសីហនុអាកាសយានដ្ឋានអន្តរជាតិសៀមរាបនិងគំនិតរួចផ្ដើមធម្មពលផ្សេងទៀតបញ្ជាក់ឲ្យឃើញពីការបដិញ្ញាចិត្តរយៈពេលវែងរបស់ប្រទេសចិនចំពោះវឌ្ឍនភាពនៃសេដ្ឋកិច្ចកម្ពុជាការវិនិយោគទាំងនេះមិនត្រឹមតែអាចជំរុញការអភិវឌ្ឍជាតិប៉ុណ្ណោះទេថែមទាំងបង្កើនឱកាសការងារការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជាទៀតផងក៏ប៉ុន្តែការរួមវិភាគទានដ៏មានសារៈសំខាន់របស់ប្រទេសចិននេះបែរជាត្រូវមជ្ឈដ្ឋានមួយចំនួនដែលមិនសប្បាយចិត្តនឹងមិត្តភាពដៃថែបរវាងជាចិនបរហាបង្កាច់បង្ខូចខុសពីការពិតទៅវិញដូច្នេះវាចាំបាច់ណាស់ដែលយើងត្រូវបកស្រាយរឿងនេះដោយឈរលើភាពត្រឹមត្រូវយុត្តិធម៌និងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រហេតុផលទី2បន្ទាប់ពីសម្ដេចធិបតីហ៊ុនម៉ាណែតត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាប្រព័ន្ធផ្សព្វផ្សាយនិងសហគមន៍ទូតបរទេសមួយចំនួនបានតាមដានគោលនយោបាយការបរទេសរបស់កម្ពុជាដើម្បីកំណត់ទិសដៅដែលប្រទេសកម្ពុជាកំពុងធ្វើដំណើរជាពិសេសគោលនយោបាយការបរទេសរបស់កម្ពុជាចំពោះប្រទេសចិននិទានកថា narrative ជុំវិញគោលនយោបាយការបរទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបានបង្កឲ្យមានការលេចឡើងនៅការអត្ថាធិប្បាយផ្សេងពីការស្ដារឡើងវិញប្រកបដោយសក្តានុពលឆ្ពោះទៅរកការបង្វែរទិសទៅរកសហរដ្ឋអាមេរិកដោយបោះបង់មិត្តភាពដៃថែបកម្ពុជាចិនការបកស្រាយបែបនេះគឺផ្ទុយទាំងស្រុងទៅនឹងមូលដ្ឋាននៃទំនាក់ទំនងដ៏រឹងមាំដែលបានចាក់ឫសគល់យ៉ាងជ្រៅរវាងកម្ពុជានិងចិនដែលនៅតែរក្សាបាននូវការជឿទុកចិត្តគ្នាទៅវិញទៅមកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមប្រទេសកម្ពុជាបន្តផ្ដល់អាទិភាពដល់ចំណងមិត្តភាពយូរអង្វែងរបស់ខ្លួនជាមួយប្រទេសចិនទន្ទឹមគ្នានឹងការចូលរួមប្រកបដោយការស្ថាបនាជាមួយដៃគូអន្តរជាតិផ្សេងកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនៅគោលនយោបាយការបរទេសអព្យាក្រឹតអចិន្ត្រៃយ៍និងមិនចូលបកសម្ព័ន្ធហេតុផលទាំងពីរខាងលើនេះហើយទើបវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជមន្ត្រីសភាកម្ពុជារៀបចំវេទិកាពិសេសនេះឡើងក្រោមប្រធានបទមិត្តភាពដៃថែបកម្ពុជាចិនក្នុងយុគសម័យថ្មីកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនិងវិបុលភាពរួមដើម្បីជាវេទិកាដ៏សំខាន់សម្រាប់វិភាគស៊ីជម្រៅនិងការផ្លាស់ប្ដូរប្រកបដោយអត្ថន័យអំពីការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជាចិនដោយពិនិត្យមើលសមិទ្ធផលសំខាន់ដែលកើតចេញពីមិត្តភាពកម្ពុជាចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះវាយតម្លៃកិច្ចសហការកាន់តែជិតស្និទ្ធលើវិស័យនយោបាយសន្តិសុខសេដ្ឋកិច្ចសង្គមវប្បធម៌រវាងប្រទេសទាំងពីរនិងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនការវិភាគអនុភាពខាងក្រៅដែលបង្កជាឧបសគ្គចំពោះមិត្តភាពដៃថែបនិងមិនអាចបំបែកបានរវាងកម្ពុជាចិនបង្កើតការផ្លាស់ប្ដូរបណ្ឌិតសភាដែលមានកិត្យានុភាពសម្រាប់អ្នកជំនាញបញ្ញវន្តអ្នករៀបចំគោលនយោបាយនិងតំណាងធុរកិច្ចចិននៅកម្ពុជាដើម្បីចែករំលែកទស្សនៈនិងការយល់ដឹងរបស់ពួកពាក់ព័ន្ធទៅនឹងទំនាក់ទំនងកម្ពុជាចិននិងរួមចំណាយពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរឯកឧត្តមលោកជំទាវអស់លោកស្រីខ្ញុំសង្ឃឹមថាវេទិកានេះនឹងជួយលើកកម្ពស់ការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីទិដ្ឋភាពប្រវត្តិសាស្ត្រកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយសន្តិសុខសេដ្ឋកិច្ចនិងសង្គមបព្វធម៌រវាងកម្ពុជានិងចិនជាពិសេសក្នុងបរិបទនៃការផ្លាស់ប្ដូរខាងភូមិសាស្ត្រនយោបាយវេទិកានេះនឹងផ្ដល់នូវការយល់ដឹងពីអ្នកជំនាញអំពីរបៀបដែលប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាប្រឈមខាងក្រៅ
និងបំភ្លឺការយល់ខុសតាក់ទងទៅនឹងទិសដៅគោលនយោបាយការបរទេសនៃប្រជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីដោយបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តរបស់កម្ពុជាចំពោះវិធីសាស្ត្រការទូតប្រកបដោយភាពឆ្លាតវៃ smart ប្រកបនិយមប្រាក់តលយភាពនិងឯករាជ្យជាងនេះទៅទៀតវេទិកានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនការផ្លាស់ប្ដូរការសិក្សាស្រាវជ្រាវនិងគោលនយោបាយព្រមទាំងពង្រឹងចក្ខុវិស័យរយៈពេលវែងសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះឈ្នះនិងវិបលភាពរួមរវាងកម្ពុជានិងចិនក្នុងយុគសម័យថ្មីឯកឧត្តមលោកជំទាវអស់លោកស្រីជាថ្មីម្ដងទៀតខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចាសុកទូចប្រធានរាជរដ្ឋាភិបាលកម្ពុជាដែលលោកអនុញ្ញាតឲ្យវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជារៀបចំវេទិកានេះឡើងខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះឯកឧត្តមបណ្ឌិតយុងពៅអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាដែលអញ្ជើញចូលរួមជាអធិបតីដ៏គង់ពោះក្នុងកម្មវិធីបើកវេទិការបស់យើងនាព្រឹកនេះនិងថ្លែងសន្ទរកថាគន្លឹះដើម្បីបំភ្លឺផ្លូវសម្រាប់ការពិភាក្សារបស់យើងនាពេលបន្តិចទៀតនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់គណៈវាគ្មិនទាំងអស់ដែលឆ្លៀតឱកាសដ៏មមាញឹកចូលរួមចែករំលែកទស្សនៈទាននៅក្នុងវេទិការបស់យើងនេះផងដែរខណៈដែលយើងកំពុងរៀបចំវេទិកានេះយើងកំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជាការផ្លាស់ប្ដូរខាងភូមិសាស្ត្រនយោបាយការព្រួលអាកាសធាតុការវិវត្តនៃបច្ចេកវិទ្យាជាពិសេសគឺពន្ធបដិការ reciprocal tariffs ដែលដាក់ចេញដោយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ដែលកំពុងធ្វើឲ្យមានចលនានៅក្នុងប្រព័ន្ធពាណិជ្ជកម្មសកលការនេះទាមទារឲ្យយើងមានសេចក្តីប្រាថ្នារួមក្នុងការដោះស្រាយបញ្ហារួមគ្នាសូមឲ្យការជួបជុំរបស់យើងនាពេលនេះបានដើរតួនាទីជាតកាលីករសម្រាប់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ការពង្រឹងទំនុកចិត្តនិងការបដិញ្ញាចិត្តជាថ្មីរបស់យើងចំពោះមិត្តភាពដៃថែបដ៏រឹងមាំនិងយូរអង្វែងរវាងកម្ពុជាចិនជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរឲ្យដំលោកជំទាវអស់លោកស្រីនិងនាងកញ្ញាជួបតែសេចក្តីសុខសេចក្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ចសូមអរគុណចំពោះការយកចិត្តទុកដាក់谢谢